បាយក្តាំងនៃគេពងល្បីតាមរយូរថ្ងៃនេះបានមកទិញដល់កន្លែងផ្ទាល់នៅខាងផ្លូវសូឡាសំខាន់បាយក្តាំងនៃគេធ្វើឥឡូវនេះខុសប្លែកពីបាយក្តាំងដែលខ្ញុំធ្លាប់ញ៉ាំនៅក្មេងៗហើយបាក់យងរបស់គេគេដាក់ឲ្យច្រើនណាក្នុងមួយប្រអប់របស់គេនេះអញ្ចឹងហើយជ្រុយជាបានមកទិញផ្ទាល់ហើយសូមគាត់ចូលឆែកឆេរអស់ពីរបៀបដែលគាត់ធ្វើបាយក្តាំងពីមួយដំណាក់កាលទៅមួយដំណាក់កាលថាមានអីគេខ្លះជាពិសេសហ្នឹងលយត្រង់ថាបាយក្តាំងរបស់គេនេះគេមានអាទឹកសសម្រាប់លាបឲ្យបាយក្តាំងហ្នឹងវាកាន់តែមានជាតិនៅពេលដែលអ្នកទាំងអស់គ្នាយកទៅញ៉ាំទៅមានអារម្មណ៍ថាខុសពីបាយក្តាំងដែលយើងធ្លាប់ញ៉ាំនៅពីក្មេងអីចឹងទៅហើយមួយវិញទៀតរបៀបនៅក្នុងការដែលគេធ្វើណាដំបូងឡើយហ្នឹងគឺគេដាំអង្ករត្នោតហ្នឹងឲ្យឆ្អិនមកល្មមសិនបន្ទាប់មកគេយកមកបៀកជុំវិញឆ្នាំងចេះឲ្យចេញជារាងបាយក្តាំងចឹងទៅហើយពិសេសត្រង់ថានៅក្នុងការធ្វើបាយក្តាំងនេះគឺគេប្រើប្រភេទអង្ករត្នោតទាំងអស់ចឹងបើសិនជាយើងប្រើអង្ករធម្មតាអញ្ចឹងទៅវាអាចនឹងអត់ស្រួយឬមួយក៏ទុកអត់បានយូរដូចប្រភេទអង្ករត្នោតនេះទេហើយអានេះបញ្ជាក់តើចាក់ចេញជារូបរាងឆ្នាំងចឹងអាហ្នឹងមិនគាត់ដាក់ទៅឲ្យពុកម៉ែបងប្អូនបើសិនជាបាក់បាយអីក៏គាត់អត់ដាក់ឲ្យពុកម៉ែបងប្អូនអីដែរបន្ទាប់ពីចាក់ចេញជារូបរាងឆ្នាំងហើយក៏ចាប់ផ្ដើមយកមកបំពងមួយខ្លាញ់ម្ដងទៀតដើម្បីឲ្យវាកាន់តែស្រួយណាហើយបញ្ជាក់ណាខ្លាញ់នេះគឺប្រើតែមួយថ្ងៃទេអត់មានប្រើឲ្យ3 4ថ្ងៃទេបានដូរម្ដងអត់ទេតែមួយថ្ងៃហ្នឹងគឺចោលដោយសារបាយក្តាំងនេះគឺគាត់ធ្វើញ៉ាំខ្លួនឯងដែរអញ្ចឹងណានិយាយបានថាគឺគាត់គិតគូរទៅដល់សុខភាពរបស់អ្នកញ៉ាំដូចគ្នាហើយបន្ទាប់ពីហ្នឹងមកគឺគាត់ចាប់ផ្ដើមអ្នកយកមកលាបទឹកសទឹកអីរបស់គាត់នេះមានពងមាន់ហើយជាមួយនឹងទឹកសហឹលរបស់គាត់នេះទៅលើបាយក្តាំងក៏អ្នកទាំងអស់គ្នាអាចកំងទៅលើរសជាតិហឹលបានដែរណាមិនន័យថាមានអត់ហឹលសោះហើយហឹលល្មមមួយទៀតនឹងហឹលខ្លាំង